ថ្ងៃនេះយើងកំពុងរស់នៅក្នុងសម័យកាលដែលមនុស្សភាគច្រើនគិតថាមានលុយមានអ្វីៗទាំងអស់គេចង់បានវាដោយវិធីថ្ពួកគេចង់បានវាដោយមិនខ្វល់អំពីរបៀបរកតែគេគ្រាន់តែចង់បានវាឯងលុយត្រូវតែបានមកលើខ្ញុំរឿងគឺអញ្ចឹងហើយខ្ញុំត្រូវតែខ្លាចជាអ្នកមានលុយមិនមែនជាអ្វីៗទាំងអស់ទេអ្នកចង់បានលុយខ្ញុំក៏ចង់បានលុយលើសពីនេះទៅទៀតវាជាភាពល្អប្រណិតហើយអ្នកត្រូវការអ្វីៗច្រើនទៀតដែលមិនត្រូវការលុយទេនោះគឺក្តីស្រឡាញ់ការស្រឡាញ់ពិតជួនកាលពេលអ្នកមានលុយកាន់តែច្រើនអ្នកត្រូវសួរខ្លួនឯងហេតុអីមានមនុស្សជាច្រើនស្គាល់អ្នកតើគេស្រឡាញ់អ្នកឬតាមពិតគេចង់បានលុយអ្នកទេខ្ញុំឃើញច្រើនដងហើយខ្ញុំមិនដឹងថាអ្នកមានអ្នកខ្លះទេពេលអ្នកបើកឡានរស់រយអ្នកទាំងអស់គ្នាឃើញគេឲ្យសាឡាមអាឡៃគុំគេស្វាគមន៍ឡានមិនមែនអ្នកទេដូចគ្នានេះដែរពេលដែលអ្នកជិះឡានព្រុសខ្ញុំសន្យាថាពួកគេអត់ដឹងថាតើអ្នកណានៅក្នុងឡាននោះទេទាំងនេះបង្ហាញឲ្យអ្នកដឹងថាលុយមិនមែនជាអ្វីៗទាំងអស់នោះទេអ្នកត្រូវការមិត្តភាពទំនាក់ទំនងហើយអ្នកត្រូវការសហគមន៍អ្នកត្រូវការគ្រួសារមានអីទៀតថាមើលហើយវាពិតជាពិបាកដើម្បីរក្សាទំនាក់ទំនងគ្រួសារប៉ុន្តែរង្វាន់ដែលបានពីវាគឺលើសពីភាពលំបាកឆ្ងាយណាស់លើសឆ្ងាយណាស់